សួស្តីបងបងបាទសួស្តីបងបងអរគ្នាបាទអូចឹងថ្ងៃនេះមានរបស់ថ្មីចំខាងជូនបងបាទបងបងនេះខាងមុខគឺឡានរបស់ Jack ប្រភេទយន្តដឹកទំនិញបងណាគឺប្រភេទដឹកទំនិញធុនស្រាល model វានេះគឺ X200 បងណាបាទចឹងសម្រាប់បងបងដែលត្រូវការយន្តបាទដែលដឹកទំនិញយើងលក្ខណៈអាជីវកម្មលក្ខណៈគ្រួសារឬក៏ក្រុមហ៊ុនដែលយើងត្រូវការប្រើប្រាស់ដឹកអីវ៉ាន់ប្រភេទស្រាលដែលយើងប្រើប្រាស់នៅក្នុងក្រុងអីបងក៏មើលរំលង model មួយនេះបាទ model X200 នេះបាទអញ្ចឹងជាមួយបើយើងមើលតាក់ទងនឹងការ design គឺស្អាតណាស់បាទប្រភេទ X200 ក៏មានគឺលក្ខណៈប្រភេទយើងមើលទៅលក្ខណៈវា clean វាម៉ូតែម្ដងហើយជាមួយខាងមុខនោះមាន logo ចែកនៅពីមុខផុសស្អាតក្រុមមេហើយលាយជាមួយនឹងក្រុមមេបាទមកផ្ទាត់នេះស្អាតណាស់បាទជាមួយនឹងកាងបាណាមកបងបាទហើយតាក់ទងនឹងជាគេងស្អាតបាទអញ្ចឹងជាគេងនេះប្រភេទ halogen ហើយជាមួយនឹងភ្លើងសញ្ញោនេះធំបាទទៅច្បាស់សុវត្ថិភាពបងបាទហើយតម្លៃយើងទៅតម្លៃល្អមែនតើបាទតម្លៃតែ 10000 ជាងតែដល់ 20000 ទៅបងបាទជាមើលឲ្យតាក់ទងទៅនឹងយ៉ានអីស្អាតបាទគឺមានលក្ខណៈជាង highlight មានស្ទះជាប់បាត់ពីលើហើយតាក់ទងនឹងកង់មុខបងកង់មុខអានេះហ្វ្រាំងរបស់វាប្រើប្រភេទហ្វ្រាំងដេកបងចឹងតាក់ទងការជាប់ហ្វ្រាំងគឺល្អមែនតើបាទស៊ីល្អ smooth ល្អហ្មងបាទនេះខ្ញុំខាងជូនមកបងខ្លះទៅបាទចឹងប្រភេទនេះចៅវាចុចអូតូមកបងណានេះចៅវាចុចអូតូហើយតាក់ទងកៅអីខាងក្នុងសម្រាប់របស់យើងក៏បេនវាតលាយបាទប្រភេទនេះប្រភេទ3កៅអីមកបងណាបាទតែកៅអីកដានយើងអាចបោះមកមុខបានដាក់អីវ៉ាន់បានបាទចឹងខ្សែក្រវ៉ាត់គឺយើងមាន3បាទអញ្ចឹងយើងអាចអង្គុយ3នាក់បានមកបងណាបាទនេះតាក់ទងតាប់លោកខាងក្នុងបាទហើយតាក់ទងនឹងសោអីប្រើប្រភេទសោតេឡេណាមកបងមាន5លេខរត់បាទមានសិនជាអីស៊ីនមីងអីស៊ីនមកហើយម្លុកតាក់ទងមួយនេះគឺមានលក្ខណៈបាញ់ពណ៌ខ្មៅលោស្អាតបាទអូខេអានេះយើងជាន់ហើយយើងមានបងប្អូនមានឆ្នោតបើយើងការជាន់ហើយមានដៃតោបាទអញ្ចឹងប្រភេទ3កៅអីបេនរបស់វាបាទឡាននេះមកជាមួយនឹងក្រុងភេទដឹកទំនិញស្រាប់ពីរោងចក្រតែម្ដងមកបាទដៃនេះគឺក្រាស់ល្មមបាទហើយតាក់ទងឆ្នាំនេះឆ្នាំកូនទីបាញ់ពីរោងចក្រមកល្អយើងប្រើបានយូរហើយជាមួយឡានរត់ទៅស៊ីប្រេងតែដេសាយត្រង់នេះស្រាលហើយតាក់ទងនឹងយើងប្រើយូរក៏អត់ច្រេះដែរប្រភេទត្រង់ប្រភេទនេះបងប្អូនបាទនេះស្អាតទៅស្អាតហើយតាក់ទងបបាយត្រង់បានវែងមកបងបាទបានហូតដល់3ម៉ែត្រកន្លះបដ ாய் បងប្អូនណាបានវែងអញ្ចឹងសម្រាប់បងយកទៅដឹកបាទម៉ាស៊ីនត្រជាក់ដឹកការងារជួសជុលម៉ាស៊ីនត្រជាក់ដឹកអីវ៉ាន់ទូតកកអីផ្សេងបងអាចមើលប្រភេទនេះបាទមកខាងក្រោយមានជាមួយ logo ចែកស្រាប់តែម្ដងបងបាទនេះអានេះស្អាតមកមានតាក់ទងទៅនឹងដៃរបាំងការពីខាងក្រោយ safety bar ហើយជាមួយនឹងប្រអប់ស្លាកលេខនេះជើងមានស្រាប់នេះបងចង់ជន់លេខវែងក៏បានដែរយើងមានជើងស្រាប់បាទមកពីរោងចក្រហើយនៅខាងនេះគឺយើងមានប្រអប់ដាក់អីវ៉ាន់ដាក់សោដាក់អីនេះគឺយើងមានស្រាប់ពីរោងចក្រដែរចឹងបងអាចដាក់នៅក្នុងនេះបានហើយជាមួយនឹង logo ចែកទៀតអូអេមែនតើបាទស្អាតនេះយើងមកបញ្ចុះទៅបាទហើយរេសវ័រប្រភេទនេះវាប្រើរេសវ័រប្រភេទជាប់ទេអញ្ចឹងតាមបទពិសោធន៍បើយើងប្រើប្រភេទរេសវ័រជាប់នេះគឺល្អមួយយ៉ាងណាស់យើងប្រើយូរក៏វាអត់ចេះពុកចេះអីដែរបងណាបាទបងអរគ្នាបាទអូខេអញ្ចឹងតើបងទៅនឹងតុកដាក់កវ៉ាន់នេះគឺមានឈ្នន់សម្រាប់ជន់ឡានបងបាទនេះអានេះស៊ីនពីរោងចក្រតែម្ដងបងស្អាតបងសស៊ីជាមួយនឹងរូបរាងឡានតែម្ដងបាទហើយនេះគឺតកតងសុវត្ថិភាពយើងបើកទ្វារទៅឡានគេមកពីក្រោយវាមានចំណាំងខ្លាហ្នឹងបងហើយដៃទ្វារយើងអាចដាក់កែវទឹកបានបងធំទលាយើងដាក់កែវទឹកបាននេះបាទហើយតកតងនេះអីជាគេមុខយើងអាចសេរីឡើងចុះបានណាព្រោះយើងដាក់កវ៉ាន់ស្រាប់ធ្ងន់នេះយើងអាចសេរីបានមកចកោនេះយើងអាចសេរីទៅមុខទៅក្រោយបានដូចគ្នាបាទហើយជាពិសេសកញ្ចក់បងនេះអនបើនេះអានេះកញ្ចក់វាយើងអាចសេរីនេះបានកញ្ចក់មួយជំហានយើងអាចសម្ងួតបានតែដល់មកភ្លេងអីយើងអាចចុចនេះសេរីសម្ងួតបានមកបងនេះបាទនេះហើយតើតើទៅនឹងការស្រោបជ័រក្នុងកាប៊ីនអានេះស្រោបវាមកពេញតែម្ដងមកបងណាបាទអូខេពុកនេះពុកកណាត់បងណាក្រាស់អង្គុយទៅល្អវាលក្ខណៈវាក្តោបអត់ឈឺខ្នងទេបាទអូខេអញ្ចឹងសម្រាប់បងដែលមានតម្រូវការចង់បានរថយន្តដឹកទំនិញយកទៅប្រើប្រាស់ផ្ទាល់ខ្លួនអីលក្ខណៈធន់ស្រាក់អាចមើលមួយនេះបានបាទធានាមកគឺពេញចិត្តតែម្ដងហើយតម្លៃគឺធានាល្អតសម្រាប់តម្លៃនេះគឺតាម10000ជាងមកបងណាបាទគឺមានត្រង់ហើយស្រាប់តែម្ដងបាទឡានក្នុងស្តុកដែរសម្រាប់ចាំយូរហ្មងណាហើយជាពិសេសយើងមានការធានាបាទវែងមែនតើហូតដល់5ឆ្នាំទៅគាត់150,000គីឡូទៅលើកំហុយចែកទេសម៉ាស៊ីនបងបាទអូខេអញ្ចឹងបងមានចំណាប់អារម្មណ៍អីអាចសួរបានបងណាបាទ